xâyប្រមាញ់មួយប្រភេទដែលមានឈ្មោះថា Boris Angle ឬគេអាចហៅបានមួយទៀតថា Black Angle Black Angle គឺជាប្រភេទបាក់សីប្រមាញ់ដ៏ធំមួយនិងមានអំណាចមួយប្រភេទដែលរស់នៅតំបន់ភ្នំនិងជ្រោះថ្មនៅទ្វីបអាហ្វ្រិកវាត្រូវបានគេចាត់ទុកថាជាអ្នកប្រមាញ់ដ៏ឆ្លាតវៃបំផុតនិងរហ័សរហួនបំផុតនៅក្នុងចំណោមសត្វឥន្ទ្រីទាំងអស់បាក់សីប្រមាញ់ប្រភេទនេះគឺមានរាងកាយធំស្លាបវែងនិងពណ៌ខ្មៅរលោងពេញខ្លួនចំណុចដែលពិសេសបំផុតគឺនៅខ្នងមានពណ៌សរាងអក្សរ V ដែលអាចមើលឃើញច្បាស់ពេលវាហោះហើរនៃរបស់វាមានពណ៌លឿងចាំងខណៈក្រញាំជើងមានកម្លាំងខ្លាំងអាចចាប់សត្វបានយ៉ាងរឹងមាំ Boris Angle មានប្រវែងប្រហែល75ទៅ95សង់ទីម៉ែត្រនិងស្លាបអាចលាតសន្ធឹងបានជាង2ម៉ែត្រចំពោះប្រភេទបាក់សីយីគឺមានទំហំធំជាងបាក់សីឈ្មោលបន្តិចដូចជាបាក់សីប្រមាញ់ផ្សេងទៀតផងដែរចំពោះបាក់សីប្រមាញ់ប្រភេទនេះគឺវាតែងតែរស់នៅតំបន់ភ្នំថ្មខ្ពស់ៗនិងជ្រោះនៅប្រទេសជាច្រើនក្នុងទ្វីបអាហ្វ្រិកក៏ដូចជា South Africa, Ethiopia និង Namibia ចំពោះបាក់សីប្រមាញ់ប្រភេទនេះគឺវាចូលចិត្តកន្លែងស្ងប់ស្ងាត់ដែលមានថ្មធំសម្រាប់សាងសង់សម្បុកនិងសម្រាប់មើលរកអាហារចំពោះអាហាររបស់វាដែលសំខាន់បំផុតសម្រាប់ Boris Angle គឺសត្វដែលរស់នៅក្នុងថ្ម Rock Hyrax ដែលជាសត្វតូចៗរស់នៅលើភ្នំថ្មប៉ុន្តែវាក៏អាចប្រមាញ់កណ្ដុរទន្សាយបាក់សីនិងសត្វតូចផ្សេងទៀតផងដែរវាមានសមត្ថភាពហោះហើរខ្ពស់និងចុះវាយប្រហារយ៉ាងលឿនបំផុតដោយភ្លេចម៉ូតូនៅពេលវាបង្កាត់ពូជវានឹងសាងសង់សម្បុកធំលើច្រាំងថ្មខ្ពស់ដោយប្រើមែកឈើនិងស្មៅចំពោះបាក់សីញីភាគច្រើនដាក់ពង1ទៅ2គ្រាប់ហើយចំពោះមេបារបស់វាគឺតែងតែជួយមើលថែកូនរបស់វាជានិច្ចកូនតន្ត្រីប្រភេទនេះគឺត្រូវការពេលវេលាជាច្រើនខែដើម្បីរៀនហោះហើរនិងប្រមាញ់ដោយខ្លួនឯងផងដែរ Boris Angle ត្រូវបានគេចាប់អារម្មណ៍ខ្លាំងដោយសារកម្លាំងភាពវៃឆ្លាតនិងសមត្ថភាពហោះហើរលើភ្នំខ្ពស់ទោះជាយ៉ាងណាក៏ដោយការបាត់បង់ទីជម្រកនិងការរំខានពីមនុស្សកំពុងធ្វើឲ្យចំនួនរបស់វាធ្លាក់ចុះនៅតំបន់ខ្លះៗផងដែរចំពោះបាក់សីប្រភេទនេះគឺជានិមិត្តសញ្ញានៃអំណាចសេរីភាពនិងភាពអស្ចារ្យនៃធម្មជាតិអាហ្វ្រិកនៅពេលដែលវាហោះហើរទៅលើភ្នំខ្ពស់ៗវាមើលទៅដូចជាស្ដេចនៃបាក់សីប្រមាញ់ដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក Please subscribe my YouTube channel